កំបោះបងគ្មាននរណាម្នាក់ដែលមិនធ្លាប់បរាជ័យនោះទេមានតែអ្នកដែលបរាជ័យហើយនៅតែមិនបោះបង់ទើបអាចទទួលបានជោគជ័យអំពើទាំងឡាយក្នុងលោកនេះមិនមែនធ្វើម្ដងសពតែអាចទទួលបានជោគជ័យនោះទេគឺវាតម្រូវឲ្យយើងមានភាពអំណត់អត់ធ្មត់ធ្វើវាដោយមិនមានការបោះបង់នៅក្នុងលោកនេះមិនមានមេតបណាដែលច្បាំងមិនធ្លាប់ចាញ់នោះទេហើយក៏គ្មានបុគ្គលជោគជ័យរូបណាដែលមិនធ្លាប់បរាជ័យនោះដែរប៉ុន្តែអ្វីដែលធ្វើឲ្យពួកគាត់ទាំងនោះទទួលបានជោគជ័យនោះគឺការរៀនសូត្រពីភាពបរាជ័យត្រួតពិនិត្យសកម្មភាពដែលខ្លួនធ្វើតើមូលហេតុអ្វីដែលធ្វើឲ្យបរាជ័យហើយអ្វីដែលសំខាន់នោះគឺការមានគោលដៅច្បាស់លាស់ដឹងនៅកិច្ចការដែលខ្លួនធ្វើនិងមិនមានការបោះបង់ដូចមានពំនោមួយពោលថាអ្នកឈ្នះមិនដែលបោះបង់អ្នកបោះបង់មិនដែលឈ្នះដូច្នោះប្រសិនបើអ្នកមិនយល់ពាក្យបរាជ័យអ្នកក៏គ្មានថ្ងៃយល់ពីពាក្យជោគជ័យដែរតាមពិតទៅភាពជោគជ័យមិនសំដៅទៅការមានទ្រព្យសម្បត្តិច្រើននោះទេសម្រាប់មេតបភាពជោគជ័យរបស់គាត់គឺការច្បាំងឈ្នះសត្រូវក្នុងសង្គ្រាមសម្រាប់អ្នកជំនួញភាពជោគជ័យរបស់គាត់គឺការទទួលបានភាពរីកចម្រើនផ្នែកអាជីវកម្មនិងសម្រាប់អ្នកមេធាវីគ្រូបង្រៀនគ្រូពេទ្យភាពជោគជ័យរបស់ពួកគាត់គឺការការពារក្តីឈ្នះបង្រៀនសិស្សឲ្យមានចំណេះដឹងនិងព្យាបាលអ្នកជំងឺបានជាសះស្បើយដូច្នេះភាពជោគជ័យគឺសម្រេចបាននៅអ្វីដែលខ្លួនប្រាថ្នាមិនថាយ៉ាងណាក៏ដោយរឿងរ៉ាវទាំងនោះស្ទើរតែទទួលបានពីការអត់ធ្មត់ព្យាយាមមិនបោះបង់ប៉ុណ្ណោះដូច្នេះអ្នកដែលមិនបោះបង់គឺនឹងអាចទទួលបានជោគជ័យទោះបីជាកិច្ចការដែលអ្នកធ្វើមានភាពលំបាកយ៉ាងណាឬអ្នកទទួលរងបរាជ័យលើកិច្ចការនោះយ៉ាងណាក៏ដោយបើវាជាគោលដៅដែលអ្នកប្រាថ្នាអ្នកត្រូវតែព្យាយាមធ្វើវាឲ្យអស់ពីចិត្តធ្វើឲ្យធ្វើទៀតកុំបោះបង់ធ្វើវារហូតទទួលបានជោគជ័យខំជឿពោលថាប្រសិនបើអ្នកទទួលបរាជ័យលើកិច្ចការដែលអ្នកធ្វើសូមកុំបោះបង់គោលដៅតែត្រូវផ្លាស់ប្ដូរវិធីសាស្ត្រដើម្បីសម្រេចវាមិនថាតែការសិក្សាការធ្វើជំនួញឬជាការគ្រប់គ្រងនោះទេប្រសិនបើអ្នកមិនអាចទទួលបាននៅសមិទ្ធផលដែលអ្នកប្រាថ្នាអ្នកត្រូវរិះរកវិធីសាស្ត្រថ្មីដើម្បីកែស្ថានភាពឲ្យទទួលបានជោគជ័យពិតណាស់ការមិនបោះបង់គឺអាចធ្វើឲ្យអ្នកទទួលបាននូវភាពជោគជ័យប៉ុន្តែអ្នកគួរតែដឹងថាកិច្ចការណាដែលគួរបោះបង់និងមិនគួរបោះបង់ប្រសិនបើមានការព្យាយាមទៅលើកិច្ចការដែលខុសលោកអ្នកនឹងត្រូវចំណាយពេលវេលានិងកម្លាំងទៅទេឧបមាថាប្រសិនបើអ្នកព្យាយាមចម្រាញ់ថ្មយកប្រេងនោះទោះអ្នកព្យាយាមយ៉ាងណាក៏អត់ប្រយោជន៍ដែរអ្នកត្រូវចាំថាដឹងកិច្ចការដែលខ្លួនត្រូវធ្វើរួចផ្សំនឹងការព្យាយាមត្រូវដោយមិនមានការបោះបង់នោះអ្នកនឹងអាចទទួលបានជោគជ័យដែលអ្នកប្រាថ្នាប្រសិនបើអ្នកមានការអស់សង្ឃឹមក្នុងកិច្ចការដែលអ្នកបានធ្វើហើយអ្នកមានចិត្តចង់បោះបង់ជុំធ្វើវាចង់ចាំពំនោនេះថាគ្មាននរណាម្នាក់ដែលមិនធ្លាប់បរាជ័យនោះទេមានតែអ្នកដែលបរាជ័យហើយនៅតែមិនបោះបង់ទើបអាចទទួលបានជោគជ័យ